រ៉ាវជុំវិញជនជាតិចិនចំនួន500នាក់ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាក្រោមហេតុផលថានៅយប់ថ្ងៃទី15ឈានចូលថ្ងៃទី16ខែមីនាឆ្នាំ2026អនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តោប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបន្តធ្វើការបណ្ដេញជនជាតិចិនសរុបចំនួន500នាក់នៅក្នុងនោះដែរជនជាតិចិនដែលត្រូវបានបណ្ដេញចេញទាំង500នាក់នោះមានស្ត្រីចំនួន13នាក់ព័ន្ធនឹងករណីឆោបបោកតាមអនឡាញនិងករណីលួចស្នាក់នៅធ្វើការខុសច្បាប់ត្រូវចាប់បានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិដេជោនិងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសកងកេងខេត្តព្រះសីហនុការបណ្ដេញចេញនៅជនជាតិបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពីសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះនៅជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យធ្វើការក្នុងសកម្មភាពឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចត្រឡប់ទៅប្រទេសខ្លួនវិញបានការបណ្ដេញចេញនៅជនជាតិបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពីសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះនៅជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យធ្វើការក្នុងសកម្មភាពឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចត្រឡប់ទៅប្រទេសខ្លួនវិញបាន